ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីពិធីឆុងទឹកត្រាយចំណុះ3លីត្រសម្រាប់ច្រកដាក់ដបលក់ដូច្នេះដែរគ្រឿងផ្សំរបស់យើងមានដូចជាម្សៅត្រាវម៉ាក់ស៊ីអលម្សៅទឹកដោះគោដោះគោសស្ទាំងដោះគោរាវខាណេសិននិងទឹកដោះគោខាប់នេះគឺជាម្សៅត្រាវម៉ាក់ស៊ីអលដែលមកកញ្ចប់នេះគឺវាមានទម្ងន់1គីឡូក្រាមបងប្អូនម្សៅរសជាតិត្រាវម៉ាក់ស៊ីអលនេះពណ៌វាដិតស្អាតប៉ុន្តែម្សៅវារាងឆាប់ក្តាំងបន្តិចបងប្អូនអញ្ចឹងបើអ្នកដែលចង់បានពណ៌រាងដិតស្អាតប្រើម្សៅម៉ាក់ស៊ីអលនេះបងប្អូនតែបើសិនជាចង់បានម្សៅងាយក្តាំងប្រើម៉ាក់ឌីងហ្វុងឥឡូវនេះយើងក៏មកវាល់ទឹកចំណុះ3លីត្រដាក់ចូលឆ្នាំងហើយយើងដាំទឹកនឹងឲ្យពុះខណៈពេលដែលយើងរងចាំទឹកពុះហ្នឹងគឺយើងមកថ្លឹងគ្រឿងក្រៅរបស់យើងដល់យើងថ្លឹងជាមួយនឹងម្សៅរសជាតិត្រាវមុនយើងដាក់ចានហើយចឹកដកទម្ងន់ចាននឹងចេញបងប្អូនទីហើយយើងថ្លឹងម្សៅត្រាវហ្នឹងចំនួន250ក្រាម250ក្រាមគឺវាស្មើនឹង2ខាំកន្លះបងប្អូនឥឡូវនេះថ្លឹងម្សៅទឹកដោះគោម្ដងចឹកដកទម្ងន់ចានចេញដូចគ្នារួចហើយថ្លឹងជាមួយនឹងម្សៅទឹកដោះគោចំនួន200ក្រាមចំពោះម្សៅទឹកដោះគោបងប្អូនប្រើម៉ាក់ណាក៏បានដែរអត់អីទេឥឡូវនេះយើងក៏មកវាល់ជាមួយនឹងទឹកដោះគោខាប់ម្ដងដោយយើងប្រើជាមួយនឹងទឹកដោះគោខាប់ចំនួន300មីលីលីត្រចំពោះទឹក3លីត្របងប្អូននេះសារតែក្នុងម្សៅត្រាវរបស់យើងវាមានជាតិផ្អែមដែរហើយអញ្ចឹងទឹក3លីត្រដាក់ដោះគោខាប់ប៉ុណ្ណឹងគឺផ្អែមមកល្មមអត់ផ្អែមខ្លាំងពេកទេប៉ុន្តែជាទូទៅជាក់ស្ដែងជាតិផ្អែមយើងអាចបន្ថែមបន្ថយបានតាមចំណូលចិត្តអត់អីទេឥឡូវនេះយើងក៏មកវាល់ជាមួយទឹកដោះគោស្រស់ម្ដងដោយប្រើជាមួយនឹងទឹកដោះគោស្រស់กระดาษម៉ាក់ស្ទាំងហ្នឹងចំនួន250 ml យើងវាល់ដល់លេខ250មករួចហើយយើងក៏ប្រើជាមួយនឹងទឹកដោះគោរាវខាណេសិនចំនួន150 ml ទៀតអញ្ចឹងសរុបមកពីនឹងបូកចូលគ្នាវា400 ml ចំពោះទឹកដោះគោរាវខាណេសិននេះប្រើកំប៉ុងក៏បានកระดาษក៏បានដូចតែគ្នាទេបងប្អូនឥឡូវនេះទឹករបស់យើងក៏ចាប់ផ្ដើមពុះហើយដែរយើងក៏លើកទឹករបស់យើងមករួចហើយយើងក៏ចាប់ផ្ដើមចាក់ជាមួយនឹងគ្រឿងក្រៅរបស់យើងចូលទៅដោយយើងចាក់ជាមួយនឹងម្សៅត្រាវចូលទៅមុនតមកទៀតចាក់ជាមួយនឹងម្សៅទឹកដោះគោរួចហើយយើងក៏កូរល្បាយទាំងនោះឲ្យវាចូលគ្នាមកបន្តមកទៀតយើងក៏ចាក់បន្ថែមជាមួយនឹងទឹកដោះគោខាប់រួចហើយយើងក៏កូរវាឲ្យចូលគ្នាល្អមកជាចុងក្រោយយើងក៏ចាក់ជាមួយនឹងទឹកដោះគោរាវរបស់យើងទាំងពីរប្រភេទហ្នឹងចូលទៅក្នុងឆ្នាំងនឹងទាំងអស់ដូចគ្នាអញ្ចឹងមកបន្តមកទៀតយើងក៏ទុកឲ្យទឹកត្រាវរបស់យើងហ្នឹងវាត្រជាក់សិនបានយើងយកអាចច្រកដាក់ដបតូចៗបានណាបងប្អូនកូរវាចូលជាតិល្អទុកវាត្រជាក់សិនអញ្ចឹងខណៈពេលដែលយើងរងចាំទឹកត្រាវរបស់យើងត្រជាក់យើងក៏មកកាត់ចំហួយចាក់ចូលដបទាំងអស់គ្នានេះគឺជាចំហួយសាច់ត្នោតមួយថង់ហ្នឹងគឺវាមានទម្ងន់1គីឡូក្រាមចំពោះចំហួយសាច់ត្នោតនេះដែរគឺគេហាន់ចេញមកតែសៃដូចសាច់ត្នោតយើងអញ្ចឹងបងប្អូនចំពោះម៉ឺនុយច្រកដាក់ដបនេះបងប្អូនចង់ដាក់ភេទគុជក៏បានចំហួយសាច់ត្នោតចំហួយដូងអីក៏បានស្រេចចិត្តក៏ថាដាក់ចំហួយត្នោតនេះវារៀងបាក់ដួសចូលដបបន្តិចដោយសារតែមាត់ដបរបស់យើងតូចអញ្ចឹងហើយយើងចំណាយពេលយូរក្នុងការដួសអញ្ចឹងយើងដួសសាច់ត្នោតរបស់យើងហ្នឹងដាក់ចូលម្ដងមួយអញ្ចឹងមកចំពោះម៉ឺនុយនេះសរុបទៅក៏ថ្លៃត្រាវថ្លៃម្សៅទឹកដោះគោខាប់អីហ្នឹងអស់ប្រហែល 15,000 ហើយនៅថ្លៃដបទៀតអញ្ចឹងដបមួយ300ជាងអញ្ចឹងបើយើងគិតទាំងដបគិតទាំងយួយសាច់ត្នោតអីទៅម៉ឺនុយនេះអស់ទឹកប្រាក់ប្រហែល 28,000 រៀលគ្រាន់តែប្រហែលបងប្អូនវាអាចលើសនឹងតិចតួចឬក៏អាចក្រោមនឹងតិចតួចអញ្ចឹងចាំមើលថាទឹកត្រាវ3លីត្រចំណែកដើម 28,000 នេះយើងធ្វើបានប៉ុន្មានដបអញ្ចឹង 28,000 គឺយើងសរុបទាំងអស់ហើយទាំងដបជ័រទាំងគ្រឿងក្រៅអស់ហ្នឹងណាឥឡូវនេះយើងក៏មកចាក់ទឹកត្រាវរបស់យើងចូលដបម្ដងមួយទៅចង់ដឹងថាវាបានប្រហែលប៉ុន្មានដបអញ្ចឹងហ៎បងប្អូនអញ្ចឹងចំពោះម៉ឺនុយនេះហ៎បងប្អូនគឺយើងត្រូវធ្វើវាក្លាសេទុកបានវាចូលជាតិឆ្ងាញ់យ៉ាងហោចណាស់ក៏បាន12ម៉ោងឬក៏មួយយប់ដែរបើយើងញ៉ាំទៅឆ្ងាញ់ចំពោះម៉ឺនុយនេះដែរគឺយើងត្រូវក្លាសេឬក៏ដាក់ក្នុងទូទឹកកកជាប់រហូតបានរយៈពេលពី5ថ្ងៃទៅ1អាទិត្យដូច្នេះទឹកត្រាវរបស់យើងចំណុះ3លីត្រគឺយើងច្រកបានចំនួន20ដបបងប្អូនអញ្ចឹង20ដបហ្នឹងគឺយើងចំណាយប្រាក់អស់ប្រហែលជា 28,000 រៀលចឹងយើងលេខលោកតាមហ្នឹងទៅថាយើងគួរលក់មួយដបប្រហែលបើយើងលក់មួយដប 2,000 ចឹងបាន 40,000 បើយើងលក់មួយដប 2,500 ទាំងអស់ហ្នឹងគឺបាន 50,000 យើងដកថ្លៃដើមតាមហ្នឹងគុណគូតាមហ្នឹងណាបងប្អូនដូច្នេះទឹកត្រាវចំណុះ3លីត្ររបស់យើងសម្រាប់ច្រកដាក់ដបលក់ក៏បានរួចរាល់ហើយដូច្នេះបើសិនជាបងប្អូនចង់បានសម្បកដបឬក៏គ្រឿងផ្សំផ្សេងសម្ភារៈកាហ្វេអីហ្នឹងអាចតាក់ទងបានខាង page ដែលនាងខ្ញុំបានដាក់នេះជាចុងក្រោយសូមអ្នកទាំងអស់គ្នាជួយចុច like page ឬក៏ជួយ subscribe channel YouTube ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតអរគុណច្រើនអ្នកទាំងអស់គ្នា